សួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនេះគឺមានចំណងជើងថានេះជាប្រភេទវ៉ាក់សាំងដែលត្រូវចាក់ពេលពពោះមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំការចាក់វ៉ាក់សាំងអំឡុងពេលពពោះដើម្បីបង្ការការឆ្លងមេរោគនិងជំងឺផ្សេងៗប៉ះពាល់ដល់សុខភាពម្ដាយនិងកូនក្នុងផ្ទៃពេលពពោះស្រីៗត្រូវចាក់វ៉ាក់សាំងអីខ្លះតើវ៉ាក់សាំងនីមួយៗចាំបាច់យ៉ាងណាខ្លះចំពោះម្ដាយនិងកូនមានតែវ៉ាក់សាំងពីរមុខប៉ុណ្ណោះដែលតម្រូវឲ្យស្រីៗចាក់ពេលកំពុងពពោះវ៉ាក់សាំងទាំងនោះមានវ៉ាក់សាំងការពារជំងឺតេតាណូសនិងវ៉ាក់សាំងផ្ដាសាយនេះបើតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិតចាន់ស៊ីណេតឯកទេសជំងឺទូទៅចំណុចទី1វ៉ាក់សាំងតេតាណូសជំងឺតេតាណូសបង្កដោយបាក់តេរីឈ្មោះ Clostridium tetani ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទនាំឲ្យសាច់ដុំកន្ត្រាក់មានការឈឺចាប់សាច់ដុំថ្គាមនិងកជំងឺនេះក៏អាចបណ្ដាលមកពីសត្វឆ្កែសត្វឆ្មាសត្វស្វាឬជ្រូកខាំនិងរបួសដោយសារមុតអំបែងវត្ថុមិនស្អាតឬដែកច្រេះជាដើមចំពោះទារកវិញមេរោគតេតាណូសចូលតាមផ្ចិតដោយសារតែការខ្វះអនាម័យឬយករបស់មិនស្អាតកាត់ឬបិទរុំផ្ចិតកូនស្រីពពោះគ្រូពេទ្យនឹងណែនាំឲ្យចាក់វ៉ាក់សាំងការពារជំងឺតេតាណូសនៅត្រីមេដំបូងដើម្បីការពារការកើតជំងឺនេះទាំងម្ដាយនិងកូនចំណុចទី2វ៉ាក់សាំងផ្ដាសាយអង្គការសុខភាពពិភពលោកបានណែនាំឲ្យស្រីៗមានផ្ទៃពោះចាក់វ៉ាក់សាំងផ្ដាសាយទោះក្នុងត្រីមាសណាក៏ដោយម្ដាយដែលចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយអាចបង្ការកូនពីជំងឺគ្រុនផ្ដាសាយនៅ2 ទៅ 3 ខែប៉ុន្មានខែដំបូងនៃជីវិតរបស់ពួកគេ